បាទមួយរយៈកាលកន្លងមកនេះមានការគ្រប់គ្រងពីពុកម៉ែបងប្អូនដែលពេញចិត្តឲ្យខ្ញុំបាទគាត់កំងសាងជារូបលោកតាឥសីមានច្រើនបាទមានលោកតាឥសីគីណេតលោកតាឥសីប្រសាទមានតាមទម្រង់តាមរចនាបថប្លែកផ្សេងបាទនឹងមានភាពជ្រះថ្លាហើយបានកសាងរូបសំណាកលោកតាបានច្រើនដោយក្នុងវីដេអូនេះខ្ញុំបានកសាងជាតួអង្គលោកតាឥសីប្រសាទមួយអង្គទៀតដែលមានទម្រង់លោកតានិមន្តបាទចេញប្រសាទហើយនឹងមានសត្វនាគនៅជាបរិវារអមពីក្រោយទម្រង់រចនាបថបែបនេះគឺមានទម្រង់លោកតាកាន់ឈើច្រត់បាទកាន់កំសៀវមានផ្គាំមានថង់យាមហើយសម្រាប់នាគវិញគឺជាបរិវារដែលមានប្រកេះ9គេហៅថានាគជាវាសម្រាប់ឈុតនេះដែរគឺតំណាងអត្តន័យមានរិទ្ធមានអំណាចបាទបញ្ជះនៅឧបសគ្គឬក៏ទុក្ខភ័យទាំងឡាយហ្នឹងបាទការពារនៅពពួកសភាវៈដែលមិនល្អហើយឈុតលោកតាដែលមាននាគជាបរិវារនៅពីក្រោយនេះគឺខ្ញុំសាងពីឈើដើមមៀនដែលមានបញ្ចុះស្ដេចបញ្ញាក្អែកចំនួន9មុខក្នុងនោះមានបញ្ញាក្អែកដើមអង្គរងដើមអង្គជ័យដើមមៀនដើមទទឹមដើមអំពិលទឹកដើមអំពិលជូរបាទកទួតព្រៃលៀបស្ដៅនិងរកាបាទអញ្ចឹងសំណុំរូបឈុតលោកតាឥសីនេះយើងឃើញថាជាលក្ខណៈពិសេសខ្លាំងណាស់បាទសម្រាប់យើងបាទយកមកគោរពសក្ការៈបាទអញ្ចឹងឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងនៅស្នាដៃជាងចម្លាក់ប្រម៉ែធរណីរហូតមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះសូមប្រកបទៅដោយសេចក្តីសុខសុភមង្គលគ្រប់គ្នាសូមអរគុណ